មានចឹងទៀតព្រះអើយនារីវ័យក្មេងអាយុ23ឆ្នាំម្នាក់សំណាងខ្ពស់បានរៀបការជាមួយនឹងមហាសេដ្ឋីឌូបៃក្នុងមួយខែប្តីឲ្យចាយ$15,000សម្រាប់ចាយតែរៀបការបានតែមួយឆ្នាំនាងក៏សម្រេចចិត្តលែងលះទៅវិញដោយសារតែរឿងមិននឹកស្មានដល់មួយនេះជីវិតមនុស្សយើងមើលមិនឃើញនោះទេមានឡើងមានចុះអ្នកខ្លះក៏វាសនាល្អអ្នកខ្លះទៀតក៏គ្មានវាសនាល្អនឹងគេក្នុងចំណោមនោះមានរឿងមួយដែលកើតឡើងដ៏រំជើបរំជួយមួយនោះគឺមាននារីជនជាតិចិនវ័យ23ឆ្នាំម្នាក់នាងមានសំណាងណាស់ដែលមានវាសនាបានរៀបការជាមួយនឹងមហាសេដ្ឋីមានប្រាក់រាប់លាននៅឯឌូបៃប្តីរបស់នាងមានអាយុ58ឆ្នាំជាមហាសេដ្ឋីដែលមានលុយច្រើនធ្វើឲ្យនាងក្លាយជាអ្នកស្រីប្រពន្ធរបស់មហាសេដ្ឋីត្រឹមតែមួយពោះព្រិចភ្នែកក្នុងនោះដែរប្តីរបស់នាងជាអ្នកជំនួញខ្នាតធំមួយរូបហើយលោកក៏ជាអ្នកធ្វើការរាជការហើយថែមទាំងមានឋានៈធំផងដែរពេលបងរបស់នាងមកលេងម្ដងក៏គេតែងឃើញថាមានគេស្វាគមន៍ថែមទាំងឲ្យមានទាហានអមការពារសុវត្ថិភាពយ៉ាងម៉ត់ចត់បើយើងមើលទៅគេមានអំណាចខ្លាំងណាស់មហាសេដ្ឋីរូបនេះស្រឡាញ់នាងខ្លាំងមែនទែនចំណែកនាងក៏ស្រឡាញ់ប្តីខ្លាំងដូចគ្នាសម្រាប់លុយចាយជាប្រចាំខែវិញណាលោកមហាសេដ្ឋីនេះឲ្យលុយនាងរហូតដល់ទៅ$15,000សម្រាប់ចាយទៅផ្សារនិងទិញរបស់ប្រើប្រាស់ផ្ទាល់ខ្លួនជាក់ស្ដែងគឺមើលទៅជីវិតនាងគឺមានអ្វីគ្រប់យ៉ាងតែម្ដងបើនិយាយពីរឿងលុយចាយវាយតែរឿងមួយដែលធ្វើឲ្យនាងពិបាកក្នុងចិត្តនិងមិនអាចទទួលយកបាននោះគឺនាងត្រូវតែធ្វើតាមប្រពៃណីសាសនារបស់គេនៅពេលដែលរៀបការរួចហើយនាងត្រូវតែស្លៀកពាក់ជិតនិងបិទមុខសល់តែក្របភ្នែកមុននឹងចេញទៅណាហើយមហាសេដ្ឋីនោះណាគឺចូលចិត្តធ្វើអ្វីប្លែកៗសត្វដែលគេចិញ្ចឹមមិនមែនជាសត្វឆ្កែឬឆ្មានោះទេចិញ្ចឹមឡើងសុទ្ធតែខ្លាតោសត្វចម្លែកជាច្រើនទៀតនាងត្រូវតែប្រតិបត្តិខ្លួនរៀនរស់នៅតាមរបៀបរបស់គេឲ្យបានល្អហើយវាក៏คล้ายទៅជាបញ្ហាសម្រាប់នាងជាខ្លាំងព្រោះនាងធំឡើងជាមួយនឹងភាពបើកចំហធ្វើអ្វីក៏បានតាមចិត្តតែត្រូវមកផ្លាស់ប្ដូរទម្លាប់និងច្បាប់របស់ប្រទេសនេះធ្វើឲ្យនាងមានអារម្មណ៍ថាខ្លួនដូចជាត្រូវគេឃុំឃាំងជាខ្លាំងក្រៅពីនេះប្តីនាងក៏មានភារកិច្ចមួយឲ្យនាងធ្វើទៀតគឺថាត្រូវតែមានកូនឲ្យគាត់ឆាប់បំផុតបន្ទាប់ពីរៀបការជាមួយលោកមហាសេដ្ឋីបាន1ឆ្នាំធ្វើឲ្យនាងមានអារម្មណ៍ថាមិនអាចទ្រាំបានបើទោះបីជានាងរៀបការជាមួយមហាសេដ្ឋីតែជីវិតនិងការរស់នៅរបស់នាងមិនដូចអ្វីដែលបានគិតនោះទេទើបនាងសម្រេចចិត្តលែងលះនិងសុំមកស្រុកវិញប្រើជីវិតថ្មីបែបមិនទៅក្បាលអនាគតទេចុះតើបងប្អូនប្រិយមិត្តយល់យ៉ាងណាដែរចំពោះរឿងនេះសូមឲ្យមតិក្នុង comment សូមអរគុណ